tôi tới dựng đăng ta slap từ cho chạy than từ na tiếp than nó mình từ na từ này club ban ta bị để chạy than nó xong rồi nó rụt từ rồi đằng tại ពាក្យថាចែកឋានជាភាសាខ្មែរយើងដែលយើងប្រើវាដូចជាមិនពិបាកយល់ដែរទេព្រោះនៅក្នុងលោកនេះទោះបីនៅកន្លែងណាក៏ដោយក៏យើងមិនប្រើពាក្យថាចែកឋានដែរពីព្រោះមានឱកាសជួបគ្នាទៅនៅប្រទេសផ្សេងគ្នាក៏មានឱកាសជួបគ្នាតាក់ទងគ្នាបានប៉ុន្តែតែចែកឋានគឺចែកទាំងអស់ទីកន្លែងនៅកំណើតកើតជាការរស់នៅគឺมันអាចមានតំណែងតំណងគ្នាបានទៀតទេអញ្ចឹងចែកឋានហ្នឹងមិនមែនគ្រាន់តែចែកឋានទីលំនៅទេស្អីស្អីទាំងអស់គឺទាំងអស់តែម្ដងដោយឪពុកខ្ញុំដែលគាត់ទៅហើយហ្នឹងមិនដែលបានទេមកខ្ញុំទេហ្នឹងខ្ញុំក៏មិនដឹងទៅរកគាត់នៅណាដែរហ្នឹងហើយបើតាមភាសាធម៌ហៅថាបរលោកមកពីបរៈនិងលោកៈហ្នឹងមានន័យថាលោកដតីណាបរលោកមានន័យថាលោកដតីអញ្ចឹងលោកដតីមិនមែនជាលោកនេះអញ្ចឹងឲ្យតែនៅរស់ក្នុងពិភពផែនដីនេះឬក៏ទៅរស់ក្នុងឋានបច្ច័នក៏ដោយក៏នៅតែហៅថាលោកនេះដែរអញ្ចឹងណាដែលយើងធ្លាប់ស្គាល់គ្នាដែលយើងរស់នៅអាចតំណែងតំណងគ្នាបានហ្នឹងហៅថាលោកនេះអ៊ីធៈលោកេក្នុងលោកនេះដោយព្រះអង្គសម្ដែងគាថាមួយថាអ៊ីធៈមោតតិបេចៈមោតតិអ៊ីធៈហ្នឹងគឺសំដៅដល់ជីវិតយើងរស់នៅក្នុងឥឡូវនេះដែលយើងអាចតំណែងតំណងគ្នាបានហ្នឹងហើយតែបេចៈហ្នឹងគឺស្មើនឹងពាក្យបារៈដែលប្រែថាដតីក្រោយពេលដែលចុតិហ្នឹងហើយបើទោះជាមនុស្សមានរិទ្ធហើយអាចទៅដល់ឋានទេវតាដូចជាព្រះបរមគ្រូក៏ដោយក៏មិនតន់ឈ្មោះតែចែកឋានដែរពីព្រោះអីព្រះអង្គមានឱកាសមកវិញទាំងមានជីវិតហ្នឹងហើយអញ្ចឹងការដែលនិយាយតែចែកឋានគឺចែកដោយការចុតិនិងបដិសន្ធិនឹងហៅតែចែកឋានណាជាពេលវេលាដែលយើងមិនមានតំណែងតំណងគ្នាមាន connection អីទៀតទេអត់ទេហើយយើងទាំងអស់នេះគង់តែចែកឋានទេមានសំណួរបន្តទៀតលោកគ្រូអញ្ចឹងបើស្លាប់ទៅយើងចែកឋានហើយបងប្អូនខ្លះគាត់មានជំនឿថាអ្នកដែលស្នងរូបបានគឺអាចតភ្ជាប់ទៅពួកអមនុស្សពួកដូចគាត់ស្លាប់មានបងប្អូនអីស្លាប់អញ្ចឹងទៅយើងហៅបលឹងហៅអីអ្នកស្នងរូបហ្នឹងអញ្ចឹងអាចភ្ជាប់គ្នាតំណែងតំណងតាមអ្នកស្នងរូបនឹងបានអាហ្នឹងមិនដែរលោកគ្រូហ្នឹងហើយអញ្ចឹងវាសំមុខថាមនុស្សយើងចាញ់បោកមនុស្សគ្នាឯងវាមិនអស់ចិត្តវាចាញ់បោកខ្មោចទៀតហ្នឹងហើយចាញ់បោកទល់តែខ្មោចទៀតវាមានអាចកំាំងនៅពីក្រោយកម្មណាវត្តតីលោកោសត្វលោកប្រព្រឹត្តទៅតាមកម្មនេះយើងនៅរស់អញ្ចឹងពួកអមនុស្សដែលមានអាយុវែងរាប់ពាន់រាប់ម៉ឺនឆ្នាំនៅចិត្តយើងហ្នឹងនឹងវាដឹងរឿងយើងទាំងអស់នៅពេលណាដែលយើងមានអ្នកស្លាប់ទៅដូចយើងហៅថាមានខ្មោចលងខ្មោចអីពួកហ្នឹងវាធ្វើវាញាស់យើងលេងទៅបើថាគ្រោះថ្នាក់ធ្លាក់ទៅលើដើមឈើទៅទេវាធ្វើធ្លាក់ឌុកចឹងមកមិនអ្នកស្លាប់ហ្នឹងទេគឺពួកអមនុស្សនៅជុំវិញយើងហ្នឹងវាបោកយើងនោះអញ្ចឹងបានថាមុខយើងហ្នឹងមិនមែនចាញ់បោកតែមនុស្សចាញ់បោកទាំងខ្មោចទៀតហ្នឹងមកពីអីមកពីអារៀនដល់អារៀនចាញ់តែបោកខ្មោចហ្នឹងទេហៅថាឥឡូវទៅបញ្ចូលបលឹងបញ្ចូលអីមានអីពួកព្រែកពួកបិសាចពួកស្អីស្អីវាដឹងរឿងវាចូលមកវាដឹងរឿងនិយាយដូចអ្នកដែលស្លាប់ចឹងហ្នឹងហើយយើងក៏ចេះតែជឿថាហ្នឹងឯងឪយើងហ្នឹងឯងម៉ែយើងចឹងទៅមិនដឹងនិយាយប្រាប់ថាម៉េចទេក្រៅពីរៀនដល់រៀនបានយល់ពីដំណើរទាំងអស់ហ្នឹងបាទ